សូមបងព្រះគម្ពីរនៅអេសាយចំពោះ66ខ13 anh nên cộng sản chất ai để chia một tay để luôn lồn cồn. Amen ព្រះពរដ៏ល្អជាច្រើនក្នុងជីវិតរបស់យើងបានមកតាមរយៈបន្ទុករបស់អ្នកម្ដាយចឹងថ្ងៃនេះចំណងជើងគឺជាព្រះពរនៃបន្ទុក You know, no one will understand a mother's the burden of being a mother, amen? Except the mothers. And so today the lesson is the blessings of burdens. មុនពេលមានពាក្យស្រណោមានការពពុះមុនពេលមានអំណរមានការលះបង់មុនពេលមានកម្លាំងមានទឹកភ្នែកដែលមិនមានអ្នកបានឃើញមករបស់យើងគឺជាគំរូដ៏ល្អបំផុតនៃក្តីស្រឡាញ់របស់ព្រះចំពោះយើងដោយគ្នាដែលព្រះបានទ្រទ្រង់យើងនៅទ្រង់ទ្រទ្រនឹងភាពទុនខ្សោយយើងត្រូវមែនអបិតោដែលការបាត់ใจយើងហើយបន្ទោស្រឡាញ់យើងសម្បីតែពេលដែលយើងមិនចាប់អារម្មណ៍លើការលះបង់របស់យើងក៏ដោយតាមរយៈរបស់យើងអាចមើលឃើញពីជ្រងនៃចិត្តរបស់ព្រះចឹងសូមចូលយើងមើលទៅកាន់រឿងរបស់អ្នកម្ដាយមួយចំនួនក្នុងព្រះគម្ពីរនឹងរៀនពីវាមែនចំណុចទី1ខ្ញុំមានចំណុច2សម្រាប់យើងទាំងអស់គ្នាថ្ងៃនេះចំណុច1បន្ទុកក្លាយជាព្រះពរតាមរយៈក្តីស្រឡាញ់ Burdens become blessings through love សូមពួកយើងបើកព្រះគម្ពីរនៅលូកាចំពោះ2ខ6ទៅដល់19ឧស្សាហ៍សូមអាន I didn't put the scripture in here but yeah លូកាចំពោះ2ខ6ទៅដល់19ការកំពុងតែនៅទីនេះពេលវេលាដែលនាងត្រូវប្រសូតក៏មកដល់ហើយនាងប្រសូតបានពុត្រាជាចម្បងមករួចរំនឹងសម្ពុតដេកក្នុងស្នូកពីព្រោះក្នុងព្រះសំណាក់គ្មានកន្លែងណានៅទេរីឯនៅស្រុកនោះឯងមានពូអ្នករង្វាលដែលចាំយាមរក្សាវងជារបស់នោះនៅឯវាក្នុងវេលាយប់នោះមើលមានទេវតានៃព្រះម្ចាស់មកឈរចិត្តគេហើយសារីល្អរបស់ទ្រង់ក៏ភ្លើងច្បាស់ជំវិញហើយយើងមានសេចក្តីភ័យខ្លាចជាខ្លាំងតែទេវតាប្រាប់ថាកុំខ្លាចអីមើលខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នកអរគ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្ដាជនទាំងអស់គ្នាបិទនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងដួងដាវីដូនៅគឺជាព្រះគ្រឹះដ៏ជាព្រះម្ចាស់ហើយនេះជាទីសម្គាល់ដល់អ្នករាល់គ្នាគឺអ្នករាល់គ្នានៅឃើញព្រះអរមួយរំនឹងសម្ពុតដេកនៅក្នុងស្នូកនោះស្រាប់តែមានពលបរិវារក៏គន់ពីឋានសួគ៌មកនៅជាមួយនឹងទេវតានោះក៏ពោលសរសើរដល់ព្រះថាសួស្តីដល់ព្រះនៅឋានដ៏ខ្ពស់បំផុតហើយសេចក្តីសុខសាន្តនៅផែនដីនៅកណ្ដាលមនុស្សដែលជាទីគប់ព្រះធម្មតីដល់ទ្រង់កាលពួកទេវតាបានឃ្លានចេញហោះទៅឋានសួគ៌វិញនោះពួកអ្នកកងវាលនិយាយគ្នាថាចូលយើងនៅឯបេលេហឹមមើលការដែលកើតមកនោះតែពួកអ្នកព្រះម្ចាស់បានប្រាប់ឲ្យយើងដឹងគេក៏ទៅជាប្រញាប់ឃើញម៉ារ៉ានិងយូសេហ្វនៅទីនោះព្រមទាំងព្រះអរ៉ូផ្ដេកនៅក្នុងស្នុកផងកាលអត់ឃើញហើយនោះគេក៏រាយរាប់រឿងពីសេចក្តីដែលទេវតាបានប្រាប់ពីព្រះអរ៉ូហើយអ្នកណាដែលឮក៏មានសេចក្តីអស្ចារ្យពីពាក្យដែលពួកអ្នកកងវាលបានប្រាប់មកតែម៉ារ៉ាមានរក្សាទុករឿងទាំងនោះដែលបំពងគិតAmen អរគុណច្រើនឧស្សាហ៍តាវាអស្ចារ្យណាស់ពីណាក្នុងការធ្វើជាម្ដាយរបស់ព្រះយេស៊ូវ Man how awesome it would be if you're the mother of Jesus ប៉ុន្តែតាទងន់ពីណាក្នុងការធ្វើជាម្ដាយនៃព្រះអង្គម្ចាស់របស់យើងនេះគឺជាទងល់ This is heavy being the mother I think it's awesome but also it's a
everything to consider being the mom of the Lord ប៉ុន្តែ Mary បានយក role បន្ទុកនាងបានបោះពួរព្រះយេស៊ូវក្នុងអពោះរបស់នាងមុនពេលអ្នកណាម្នាក់បានយល់នាងបានទ្រាំទ្រភាពអាម៉ាស់នឹងការយល់ជ្រលំហើយនៅពេលបញ្ចប់នៅជីវិតរបស់ព្រះយេស៊ូវនាងបានមើលឃើញមូលកូនរបស់នាងត្រូវបានបដិសេធនឹងចកា Can you imagine it តើអ្នកអាចស្រមៃវាបានទេខ្ញុំអត់ I cannot imagine you know my wife seeing my son die in front of her ប៉ុន្តែបន្ទុកដែលនាងទ្រទ្រង់បានក្លាយជាព្រះពរនៃសេចក្តីសង្គ្រោះសម្រាប់ពិភពលោកក្តីស្រឡាញ់របស់ម្ដាយតែងតែរងទុក្ខដោយស្ងាត់ស្ងៀមយោបអត់បានគេងទឹកភ្នែកដែលបានលះការលះបោកផ្ទាល់ខ្លួនការទ្រាំទ្រភាពគឺឆាបកំឡុងពេលនៅតែញោមញៀមសម្រាប់គ្រួសារនេះគឺជាការសេចក្តីស្រឡាញ់របស់ម្ដាយសម្រាប់គ្រួសាររបស់យើងតែខ្ញុំឃើញដែរនេះគឺជារបៀបដែលព្រះស្រឡាញ់យើងដែរព្រះបានទ្រទ្រង់យើងសម្បីតែពេលយើងបោះបង់ទ្រង់នៅតែស្មោះត្រង់សម្បីតែពួកយើងទុនក្តៅព្រះយេស៊ូវទ្រង់តើលឺជាចកាំងដោយស្ងៀមស្ងាត់ព្រោះក្តីស្រឡាញ់គូធំជាងបន្ទុកតែមនុស្សរិះមមមិនមែនជាមនុស្សដែលមិនមានបន្ទុកទេគឺជាមនុស្សដែលនៅបន្តស្រឡាញ់កំឡុងពេលដែលត្រឹមត្រូវវានៅឧទាហរណ៍របស់ខ្ញុំគឺជាម្ដាយរបស់ខ្ញុំmy mom ម៉ាក់របស់ខ្ញុំគឺជាម៉ាក់ដែលអស្ចារ្យអ្នកខ្ញុំគិតថាដូចគ្នាសម្រាប់អ្នកមែន I know that your mom also is the best mother in the world right but my mom is the best mother in the world មូលហេតុដែលគ្រួសាររបស់យើងបានទុកយើងជាមួយជូដែលយើងជួបគឺដោយម៉ាក់របស់យើងដោយសារម៉ាក់របស់ខ្ញុំខ្ញុំឆាអំពេលដែលប៉ារបស់យើងចាក់ចេញគាត់បានយកបន្ទុកទាំងអស់ក្នុងការចាក់ឆាមកូន4នាក់មាន4នាក់នៅខ្ញុំមានបងប្អូន4នាក់មែនហើយមានម៉ាក់មួយ and my mom if you know my mom is just as tall as Jera but her heart is so big andគាត់មិនដែលទូនតែ she never complained តែក្រោយពេលខ្ញុំនឹងឃើញមុខរបស់គាត់តាម Skype ពីមុនមាន Skype នៅឡើយ I don't know if there's still Skype today but we will always do video chat in Skype with Yahoo Messenger something like that I don't know if you can relate but I'm old amen ខ្ញុំនឹងឃើញមុខរបស់គាត់តាម Skype ខ្ញុំបានថាគាត់តបយំហើយ she just cried ខ្ញុំមិនដែលមានអារម្មណ៍ថាគ្មានក្តីស្រឡាញ់សម្បីតែយុគមិញគ្រាន់តែឮតាខ្ញុំជឿក្បាលគាត់បានឲ្យមកខ្ញុំដើម្បីតែប្រាក់ខ្ញុំ
ប្រាប់ខ្ញុំថាខ្ញុំគឺតាលៀបថ្នាំ And so I so felt loved by my mom. You know, I think I missed the story there, story here to send it to Panya in Kumar. But when my dad left us, my mom has to raise the four of us, and so she's abroad. No, she's in another country, and we were left just with our church mates during those times. So we're practically homeless with sharing a home with one of our church mates. And I remember my mom went abroad because she wants to like earn money, more money than because you cannot earn. My mom didn't finish any school, so she took all the chances to go abroad and so that she can send money to raise us. But the first job that she has was she didn't really earn much, not even enough for herself. And so and it was very hard. And you know, when you send money, there's still fees that you have to pay for sending money, and even that was hard for her. And so I remember during those times she's in Taiwan, in Taiwan, and she was just trying her best. You know, she cannot send us money. I think she was sending 3,000 a month, 3,000 pesos, $60 a month. During those times, $60 a month for the four of us. And my sisters in college. My brother is about to graduate high school. I am in high school, and then my youngest sister is still in elementary. So that 3,000 will not go anywhere. But I remember my mom will send that, and basically I don't know how much percentage of that was from her salary, but that's what she's gonna give, even if it's very hard for her already. And I remember just her on Skype, you know, when someone just finished crying, you know, and that's where she's at. And yet she carried all those burdens of being a mom and a dad at the same time. So, and even today, even if tu bai chiaថ្ងៃហ្នឹងtu bai chia ឥឡូវយើងចាស់ជាងមុនខ្ញុំនៅតែមានអារម្មណ៍ថាត្រូវបានតែទ្រាំដោយម៉ាក់របស់ខ្ញុំ I still feel cared by my mom even until today. I hope you get to see my mom one day. She's planning to like go here, but let's pray for her, man. Why this is the same how God loves us, amen? You know, sometimes we've grown up spiritually already, and sometimes even though we don't say, sometimes we feel like we're older spiritually now, and at some point we feel like we don't need God anymore. And yet God still wants to be with us. Still God wants to to care for each and every one of us. You won't know how my mom wants us to go back home so that he can care for us. My mom just wants us to like go back, you know. Of course, she wants to see rain a lot, but she really wants to care for us. នៅកាដាទិនសម្រាប់យើងព្រោះព្រះបានទ្រង់យើងហើយមករបស់យើងបានពកពួកយើងក៏អាចទៅជារឹងមាំ We also can become stronger because God's love for us will make us stronger. រឹងមាំក្នុងជំនួសរឹងមាំក្នុងកោតអត់ធ្មត់ Amen. រឹងមាំក្នុងក្តីស្រឡាញ់រឹងមាំក្នុងទំនួលគូត្រូវចុះអ្វីដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាកុំឲ្យបែកខ្លាយនៅthe burden. Let's not be afraid of the burdens because there is blessings in burdens through love. ចំណុចទី2បន្ទុកឡាយជាព្រះពរពេលដែលបានដាក់ក្នុងព្រះអហួររបស់ព្រះ
burdens become blessings when placed in God's hands បន្ទុកlại chia ព្រះពរពេលដែលបានដាក់ក្នុងព្រះហូររបស់ព្រះគ្រាប់បន្ទុកដែលយើងមាននឹងគឺយើងអាចនៅខាងតែចិត្តនឹងព្រះសូមឲ្យអំបោព្រះគម្ពីរនឹងពងសាបាដាសាពងសា Second Kings chapter 4 verse 1 to 7ពងសាបាដាសា2ចំពោះ4កុ1ទៅដល់7 vì aiមានស្ត្រីម្នាក់ជាប្រពន្ធនៃពុំសរបស់ពូហោរ៉ាម្នាក់នាងបានស្រែកដល់អេលីសេថាប្តីខ្ញុំឈ្នះបំរើលោកបានស្លាប់ហើយលោកបានជ្រាបថាបំរើរបស់លោកបានកាប់ផ្លាស់ទៅយេហូវ៉ាតែឥឡូវនេះម្ចាស់បំណុលបានមកចង់យកកូនខ្ញុំទាំងពីរទៅធ្វើជាបាបបំរើអេលីសេសួរនាងថាតើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នកសូមប្រាប់ខ្ញុំចុះតើមានអ្វីតើអ្នកមានអ្វីនៅផ្ទះនាងឆ្លើយតបថានាងខ្ញុំគ្មានអ្វីនៅផ្ទះទេមានតែដបព្រៃមួយប៉ុណ្ណោះដូច្នេះលោកប្រាប់ថាចូលអ្នកចេញទៅខ្ចីភាគអ្នកពីអ្នកពួកអ្នកចិត្តខាងតែប្រហែលគឺជាភាគអ្នកដែលនៅប្រទេសហើយប្រហែលខ្ចីទៀតឡើយព្រោះឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះបន្ទាទៅឲ្យចាក់ព្រៃទៅក្នុងភាគអ្នកទាំងនោះកាលណាមានមួយខាងពេញលោកចូលដាក់ទុកទៅខាងដូច្នេះនេះក៏ចេញពីលោកទៅនាំកូនចូលទៅក្នុងផ្ទះបាត់វាកូនទាំងពីរក៏ហុចភាគអ្នកមកឲ្យម្ដាយហើយម្ដាយក៏ចាក់ព្រៃដែរលោកភាគអ្នកទាំងនោះបានពេញហើយលោកនាងបង្គាប់កូនថាចូលវត្តមួយទៀតមកឲ្យអញតែកូនឆ្លើយតបថាមានតែប៉ុណ្្នឹងទេលោកព្រៃក៏ឈប់ហូបទៅនាងក៏ទៅជម្រាបដល់អ្នកសំណប់របស់ព្រះហើយលោកប្រាប់ថាចូលយកព្រៃនោះទៅលក់សល់បំណុលគេទៅហើយចំណែកដែលសល់ទៅលោកចូលទៅចិញ្ចឹមខ្លួនរបស់ Amen Thank you sir ចឹងស្ត្រីមេម៉ាយក្នុងសាសនេះបានទ្រាំទ្របន្ទុកដែលមិនមានម្ដាយណាចង់នឹងជួប Can you imagine what this woman faced ប្តីរបស់នាងបានស្លាប់បំណុលបានយកផ្ទះរបស់នាងហើយឥឡូវកូនប្រុសរបស់នាងពីត្រូវយកទៅជាផ្ទះសិតែញ៉ាគិតអំពីអ្វីដែលនាងនេះអារម្មណ៍ថា Imagine what she's going through the pressure her children will be taken away from her នាងមានការតានតឹងទោទេសាទនឹងអស់សង្ឃឹមប៉ុន្តែក្នុងបន្ទុកមួយនេះដែលព្រះបានបង្ហាញការប្រទានពររបស់ទ្រង់ជាករណីអេលីសាសួរនាងថានាងមានអ្វីនៅក្នុងព្រះរបស់នាងនាងបានឆ្លើយអត់មានអីទេលើកតែប្រេងបន្តិច just a little oil តែប្រេងបន្តិចនោះបានក្លាយជាការចាប់ផ្ដើមនៃការអស្ចារ្យរបស់នាងនៅពេលខ្លះអ្នកម្ដាយមានអារម្មណ៍ដូចគ្នាពួកគាត់មានតែបន្តិចដែលនៅសល់ត្រូវមែនសម្រាប់ម៉ាក់របស់យើងមានកម្លាំងបន្តិចមានអត្តមោទបន្តិចមានសេចក្តីសង្ឃឹមបន្តិចពេលបន្តិចសម្រាប់ខ្លួនឯងប៉ុន្តែអ្វីដែលយើងឃើញគឺជាដែលព្រះយកចិត្តទុកដាក់ជាពិសេសក្នុងការឃើញអ្វីដែលម៉ាក់របស់យើងបញ្ចេញក្នុងសេចក្តីស្រឡាញ់ស្ត្រីមេម៉ាយបន្ទោចាក់ប្រេងហើយការដែលនៅមានកែវដែលទៅព្រះបន្ទោគ្រប់ខងចៅអ្វីដែលយើងឃើញគឺជាព្រះបានអនុញ្ញាតឲ្យរឿងទាំងនេះកើតឡើងដូចនេះទៅទ្រង់អាចបង្ហាញថាទ្រង់វល់នឹងស្រឡាញ់យើងពីណា
ព្រះបន្ទូលចាក់ព្រះគុណសម្រាប់យើងដែលមេត្តាការប្រទាននិងសេចក្តីស្រឡាញ់ទៅក្នុងមនុស្សដែលដទៃស្អាតដោយដែលម្ដាយម្នាក់ដែលបន្ទោឲ្យទោះបីជាពេលដែលហត់ព្រះមិនដែលជប់ខ្វល់ខ្វាយពីអ្នកឡើយបន្ទោមិនបានបំផ្លាញស្ត្រីមេម៉ាយនោះទេវាបានក្លាយជាកន្លែងដែលនាងបំផុសបានបកពិសោធន៍នៅព្រះរបស់ព្រះចៅអ្វីដែលយើងឃើញនៅទីនេះពេលខ្លះព្រះពរដែលអស្ចារ្យគឺបានលាក់នៅក្នុងបន្ទប់ដូធ្ងន់ចឹងនៅទីនេះខ្ញុំដឹងដែលពួកយើងទាំងអស់គ្នាមាន burdens ដែរមានបន្ទុកខ្លាំងដែរអ្នកមានឬអត់មានខ្ញុំមានច្រើនដែរប៉ុន្តែអ្វីដែលយើងត្រូវការធ្វើគឺជាដាក់ទាំងអស់នេះនៅដាក់របស់ព្រះពីព្រោះបន្ទុកឡាយជាព្រះពរដែលបានដាក់ក្នុងបន្ទុកឡាយជាព្រះពរពេលដែលបានដាក់ក្នុងព្រះហូបរបស់ព្រះជាថ្ងៃនេះបងប្អូនទាំងអស់គ្នា as we celebrate Mother's Day let us also remember the blessings that God has given us through all those burdens that we've experienced through all those experiences that you see your mom did for you. Those are God's blessings. And let us also remember our church. You know, the church is our mother here. The wife of Christ. So for us, let us not give up. But let us put every single burden that we have in God's hand. You know, in Matthew chapter 11, and we'll close out with this one. In Matthew chapter 11, verse 28. Matthew chapter 11, câu 28. Usaha som an? No, piyasa ko man bro. អត់តែទៅនេះព្រួយឲ្យទុកស្មន់ឲ្យចូលមកឲ្យខ្ញុំនឹងអត់អ្នករងគ្នាខ្ញុំសម្រាប់ចូលទទួលនៅខ្ញុំឲ្យរៀននៅខ្ញុំចូលប៉ុន្តែខ្ញុំស្លោឲ្យមានចិត្តសុខភាពនោះអ្នករងគ្នានឹងបានសម្រាប់ដល់ទៅព្រោះនៅខ្ញុំងាយទេហើយបន្ទុកខ្ញុំស្ថា Amen. Today, family, the Bible says, "Come to me, all you who are weary and heavily burdened, and I will give you rest." You know, Jesus is our rest. Amen? So when everything feels heavy, we go to Jesus because He is our rest. There is always blessings in every burden that we have. To God be all the glory.